តីតកាមានបរោះខ្វិនម្នាក់ពុទ្ធបរិស័ទបងប្អូនថាធ្លាប់បានស្ដាប់បកែផ្ទាត់ក្របគ្រោះហើយចេញជារូបភាពសត្វធាតុស្អាតណាប៉ុន្តែជាបរោះខ្វិនទេមានម្នាក់ទៀតបរោះម្នាក់ទៀតឃើញបរោះនឹងចេះក៏សុំរៀនបរោះខ្វិនហ្នឹងមើលទៅថាម្នាក់នេះជាមនុស្សមិនល្អទេចរិតចលឹះបើច្រឡោមខាមជាមនុស្សខូចអញមិនគួរពង្រៀនទេចំណេះដឹងហ្នឹងបានទៅលើបរោះហ្នឹងមិនចម្រើនទេប៉ុន្តែបរោះហ្នឹងចេះតែមកវល់លន់តួពេកបរោះហ្នឹងក៏ប្រាប់ថាបើចេះត្រូវប្រើឲ្យបានប្រយោជន៍ណាកុំប្រើប្រេះផ្ដាស់អញ្ចឹងក៏បង្រៀនទៅផ្ទាត់ក្របគ្រោះថាផ្ទាត់នោះត្រង់ណាស់ផ្ទាត់ចង់ចេញជារូបអីនៅលើស្លឹកឈើហ្នឹងក៏បានដែរក៏បានរៀនចប់ទៅចេញពីលោកគ្រូនឹងទៅនឹកឃើញនោះអញខ្លាំងអញប្រកែគ្មាននរណាចេះដូចអញទេដើរកាត់អ្នកភូមិអ្នកស្រុកនឹកឃើញយើអញចង់សាកមើលអាវិជាផ្ទាត់ក្របគ្រោះអញហ្នឹងវាត្រង់ប៉ុណ្ណាប៉ុន្តែបើផ្ទាត់ដាក់ស្លឹកឈើដដែលគ្រូអញធ្វើហើយហ្នឹងបើធ្វើទៅវាអត់ល្បីទេអញ្ចឹងសាកនិយាយវិញសាកផ្ទាត់ក្របគ្រោះចូលក្នុងប្រឡោះសាជាមើលអាហ្នឹងបានប្លែកអាហ្នឹងបានល្បីប៉ុន្តែនឹកឃើញតារេបើផ្ទាត់ក្របគ្រោះទៅចំមនុស្សដែលមានបងប្អូនគ្រួសារវាអាចនាំឲ្យមានបញ្ហាគេអាចសងសឹកគេអាចមកវាយទាត់ធាក់អញ្ចឹងបរោះហ្នឹងនឹកឃើញថាមានលោកមួយអង្គហ្នឹងដូចគ្មានម៉ែគ្មានឪគ្មានបងគ្មានប្អូនទេនៅក្បែរភូមិហ្នឹងអញ្ចឹងសាកផ្ទាត់ឲ្យចំទៅជាលោកបដ ாய் ស្រាប់តែផ្ទាត់ទៅចំធ្លឹកទៅជាលោកធ្លុះពីម្ខាងទៅម្ខាងលោកក៏ដឹងថាអូមើលទៅអញប្រហែលមិនរស់ទេពីព្រោះធ្លុះពីម្ខាងដល់ម្ខាងហើយក៏លោកធ្វើដំណើរទៅកត់ទៅអត់មកបិណ្ឌទេត្រូវមកបិណ្ឌប៉ុន្តែស្រាប់លោកគ្រោះថ្នាក់អញ្ចឹងលោកទៅកត់វិញទៅសគត់នៅក្នុងកត់នឹងទៅបរិណិព្វានទៅជាព្រះបច្ចេកពុទ្ធអ្នកស្រុកអ្នកភូមិនឹងបាត់លោកចេះឆ្ងល់ចាំដាក់បាតលោកមិនឃើញស្រាប់តែទៅធ្វើដំណើរទៅដល់កត់លោកអាស្រមរបស់លោកទៅមើលឃើញលោកបរិណិព្វានលោកសគត់បាត់ទៅហើយនឹកឃើញមនុស្សណាអីក៏អាក្រក់ចង្រៃម្លេះសម្រាប់អ្នកណាមិនសម្រាប់មកសម្រាប់លោកហើយបរោះម្នាក់នឹងនឹកឃើញថាគេកំពុងឲ្យឆោឡោចង់ដឹងអ្នកណាសម្រាប់នឹកឃើញថាចង់បង្ហាញរឹតខ្លួនឯងផងថានេះខ្ញុំសម្រាប់មនុស្សអត់មានចេញឈាមអីអត់មានអីទេខ្ញុំផ្ទាត់តែក្របគ្រោះមកគ្រាប់ក៏ស្លាប់ដែរអញ្ចឹងបើចេញមកបង្ហាញក៏គេវាយម្នាក់ម្ដាយម្នាក់មួយជើងម្នាក់មួយដបងស្លាប់បាត់ទៅអញ្ចឹងខ្ញុំកណាត់អាភិបសរុបរឿងនឹងមកវិញថាបរោះនឹងមានចំណេះវិជ្ជាប៉ុន្តែល្ងងអត់ចេះប្រើចំណេះវិជ្ជានឹងក្នុងផ្លូវត្រូវដោយសារខ្វះសិលធម៌ចំណុចទី3ហ្នឹងខ្វះសិលធម៌អញ្ចឹងយើងអាចសរុបមកក្នុងន័យ4គឺថាប្រឹងប្រែងមានចំណេះវិជ្ជាជារឿងល្អមួយហើយប៉ុន្តែចំណុចទី2ប្រើចំណេះវិជ្ជាក្នុងផ្លូវអាក្រក់ក្នុងផ្លូវខុសអាហ្នឹងជារឿងគ្រោះថ្នាក់ដល់ខ្លួនឯងវិញជារឿងអត់ប្រយោជន៍ជារឿងបាបកម្មទៅវិញហើយចំណុចទី3គឺថាខ្វះសិលធម៌មិនបានគិតអំពីសេចក្តីសុខទុក្ខរបស់អ្នកដទៃទេគ្មានគុណធម៌ក្នុងខ្លួនទេធ្វើម៉េចឲ្យតែសប្បាយខ្លួនឯងហើយចំណុចទី4ថាវិជ្ជានឹងคล้ายទៅជាអាវុធសម្រាប់ខ្លួនឯងទៅវិញអញ្ចឹងខ្ញុំកណាត់ថាភាពទាញសេចក្តីជាគតិអប់រំមកថាយើងទាំងអស់គ្នាប្រឹងប្រែងរៀនសូត្រយកចំណេះដឹងសម្រាប់ជាវិជ្ជាជីវៈចិញ្ចឹមជីវិតប៉ុន្តែកុំឲ្យយកអាចំណេះដឹងដែលយើងមាននឹងមកហ្នឹងទៅលួចបន្លំឧទាហរណ៍អ្នកចេះ IT ទៅបង្កើតជាមេរោគស៊ីមេឯកសារគេកុំព្យូទ័រអ្នកបកកែខាងជំនាញបច្ចេកវិទ្យានឹងស្រាប់តែទៅលួចធានាលុយធនាគារទៅអ្នកជំនាញផ្នែកខាង accounting ស្រាប់តែទៅលួចលុយក្រុមហ៊ុនកັບគេអញ្ចឹងតែហ្នឹងមានចំណេះវិជ្ជាដែរប៉ុន្តែប្រើខ្វះគុណធម៌ហ្នឹងធ្វើឲ្យវិនិច្ឆ័យអន្តរាយមិនត្រឹមតែខ្លួនឯងទេគេចាប់ដាក់គុកគេដាក់ច្បាប់ថ្ងៃក្រោយទៅហើយវិនិច្ឆ័យអន្តរាយទាំងក្រុមហ៊ុនក្រុមគ្រួសារបំផ្លាញគេឈ្មោះដោយសារមានវិជ្ជាប៉ុន្តែខ្វះបញ្ញា